បើបងចង់ចុះពី75គីឡូមក65គីឡូគឺរឿងទី1ដែលខ្ញុំណែនាំកុំព្យាយាមអត់ហូបសោះតែម្ដងឬក៏កាត់អាហារនឹងខ្លាំងពេកចំណុចទី1ឲ្យវាតិចជាងរាងកាយយើងប្រើប្រាស់ដែលគេហៅថា calorie deficit ហ្នឹងចំណុចទី2គឺយើងត្រូវហូបប្រូតេអ៊ីនឲ្យគ្រប់ដើម្បីគេរក្សានៅសាច់ដុំយើងហើយនៅតែបន្តហាត់ weight training ហ្នឹងហាត់ដុំដៃហាត់សាច់ដុំអីហ្នឹងបូកជាមួយនឹងការយោណាការយោហ្នឹងមិនមែនបានតែដើរជិះកង់រត់អីមកកណោក៏ដកចឹងមកហើយកុំផ្ដោតទៅលើតួលេខមួយបានន័យថាយើងត្រូវមើលរូបរាងយើងនៅក្នុងកញ្ចក់យើងត្រូវមិចចកេះយើងត្រូវតើពេលយើងទៅជីមហ្នឹងកម្លាំងយើងវាបែបម៉េចការហាត់របស់យើងហ្នឹងហើយគីឡូយើងហ្នឹងវាថាតើវាឡើងចុះវាបែបម៉េចយើងមើលពី weight trend របស់វាសម្រាប់ការរៀបចំផ្ទាល់ខ្លួនណាឧទាហរណ៍ meal plan ឬក៏ calorie អីហ្នឹងយើងអាចគ្រាន់តែគីឡូមួយយើងរៀបបានទេវាយើងត្រូវដឹងអាយុយើងត្រូវដឹងកម្ពស់យើងត្រូវដឹងសកម្មភាពប្រចាំថ្ងៃយើងត្រូវដឹងគេហៅថាការហាត់ប្រាណអីហ្នឹងណាអញ្ចឹងមានតែប៉ុណ្្នឹងទេ peace out